បងប្អូនដឹងទេថាអាជីវកម្មមួយមិនមែនចង់បើកចង់បិទសាច់តែចិត្តយើងទេទោះយើងមានលុយឬក៏អត់លុយក៏ដោយគឺវាតែងតែមានផលវិបាកទាំងខ្លួនឯងទាំងស្ថាប័នទាំងក្រុមការងារបុគ្គលិកដូចគ្នាអញ្ចឹងមុននឹងសម្រេចចិត្តបើកមុខរបរអាជីវកម្មនីមួយៗគឺយើងត្រូវការទាមទារគិតឲ្យបានខ្ពស់គិតឲ្យបានត្រឹមត្រូវហើយដែលសំខាន់គឺយើងស្គាល់អាជីវកម្មខ្លួនឯងហើយស្គាល់អតិថិជនរបស់ខ្លួនអញ្ចឹងគឺយើងផ្ដោតខ្លាំងគឺការស្គាល់ខ្លួនឯងចក្ខុវិស័យនៃអាជីវកម្មមុខរបរដែលយើងចង់បើកនឹងហើយអតិថិជនរបស់យើងបែបណាអញ្ចឹងអាជីវកម្មមួយមិនមែនកន្លែងកោបលុយទេជាកន្លែងមួយដែលអាចផ្ដល់នៅក្តីស្រឡាញ់និងអាចផ្គត់ផ្គង់ទៅអ្នកប្រើប្រាស់និងផ្ដល់សេវាកម្មដ៏ល្អពិសេសគឺប្រៀបដូចជាកន្លែងមួយអាចជួយឲ្យមនុស្សជាច្រើនមានការងារធ្វើមានប្រាក់ចំណូលនិងអាចជួយដល់សង្គមជាតិឲ្យកាន់តែរីកចម្រើនហើយដែលសំខាន់គឺអាជីវកម្មមួយដែលកើតឡើងបានគឺជាកន្លែងមួយដែលផ្ដល់ដំណោះស្រាយនិងផ្ដល់តម្រូវការឬក៏បង្កើតតម្រូវការជូនដល់អតិថិជនអ្នកដែលគាត់ប្រើប្រាស់ឬក៏គាត់តម្រូវការសេវាកម្មនឹងអញ្ចឹងគឺទាមទារឲ្យយើងគិតអត់ល្អន់គ្រប់ជ្រុងជ្រោយរៀបចំផែនការបែបណាយើងធ្វើបែបណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាដែលមិនទាន់យល់គ្រាន់តែយល់ថាខ្ញុំស្រឡាញ់ចង់បើកហាងលក់ខោអាវមួយអញ្ចឹងយើងត្រូវយល់ថាឥឡូវបើកហាងខោអាវហ្នឹងទីតាំងបែបណាយើងត្រូវធ្វើទីផ្សារបែបណាទាំងអតិថិជនផ្ទាល់អនឡាញហើយខោអាវប្រភេទណាហើយយើងលក់នេះទៅលើប្រភេទអតិថិជនវ័យណាប្រភេទខោអាវយើងឬក៏បែបចម្រុះអញ្ចឹងយើងវិភាគមើលទៀតថាឥឡូវបើសិនជាបែបចម្រុះវាមានអត្ថប្រយោជន៍អីខ្ពស់ជាងយើងផ្ដោតទៅលើបែបយុវវ័យឬក៏វ័យចំណាស់យើងនឹងទទួលបានបែបណាងាយស្រួលជាងអញ្ចឹងគឺមានច្រើនហើយតាំងពីរៀបចំចាត់ចែង operation ថ្លៃចំណាយចំណូលថាបានប៉ុណ្ណាអានេះយើងគ្រាន់តែឧទាហរណ៍នៅ business តូចមួយដែលយើងតែងតែមានក្តីស្រឡាញ់ថាជាធម្មតាមិនថាធ្វើការយ៉ាងណាគឺតែងតែមានក្តីស្រឡាញ់ចង់បើកមុខរបរផ្ទាល់ខ្លួនតូចមួយ